ចាសសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Daily Cooking Story ចា menu សម្រាប់ថ្ងៃនេះគឺជា menu ប្រឡាយបាយក្នុងឆ្នាំងនិយាយទៅដាំបាយប្រហែលក៏អត់ខ្វាត់ដែរចាថ្ងៃនេះគឺបានប្រហុកចំហុយសាច់ជ្រូកជ្រាមជាមួយពងទាញ៉ាំជាមួយនឹងបន្លែស្រស់អញ្ចឹងកុំឲ្យរៀបរាប់យូរយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាចាគ្រឿងធ្វើប្រហុករបស់យើងខ្ញុំមានខ្ទឹមសមានប្រហុកនេះខ្ញុំដាក់មកសភាបាយមកសភាបាយពេញតិចទៅហើយសាច់ជ្រូកជ្រាមនេះប្រហែល1ខាំកន្លះពងទាខ្ញុំប្រើចំនួន3គ្រាប់2គ្រាប់ខ្ញុំគោះវាដាក់បញ្ចូលទៅក្នុងជាមួយនឹងសាច់ជ្រូករបស់យើងដើម្បីយកទៅកិនណាហើយនឹងមួយគ្រាប់ទៀតខ្ញុំគោះវាយកតែពងសឯងខ្ញុំទុកពងក្រហមទុកសូបវាពីលើនៅពេលដែលយើងចំហុយវាចិត្តឆ្អិនណាដើម្បីឲ្យប្រហុករបស់យើងវាពណ៌ស្អាតហើយវាឈ្ងុយពងអញ្ចឹងពងគ្រាប់ទី3នេះគឺខ្ញុំឆ្កឹះវាយកពងក្រហមចេញដាក់តែពងសចូលទៅកិនជាមួយនឹងសាច់ជ្រូកនិងប្រហុករបស់យើងឯងសម្រាប់កិននេះបើសិនជាបងប្អូនអត់មានម៉ាស៊ីនកិនទេបងប្អូនអាចច្រាមហើយច្រាមប្រហុកជាមួយនឹងសាច់ជ្រូកនឹងចូលគ្នាហើយបងប្អូនអាចដាក់វាចូលទៅក្នុងចានមួយហើយគោះពងក្លុកវាទៅតែខ្ញុំអត់ទេខ្ញុំខ្ជិលខ្ញុំដាក់វាអញ្ចឹងទៅខ្ញុំក្លុកវាយកហ្មងហើយនៅក្នុងនេះគ្រឿងទេសរបស់ខ្ញុំដាក់តែស្ករ1មុខគត់គ្រឿងអីផ្សេងទៀតខ្ញុំអត់បានដាក់ទេព្រោះដោយសារតែជាតិប្រៃរបស់វាគឺខ្ញុំយកចេញពីប្រហុកហ្នឹងឯងព្រោះប្រហុកសាច់នេះរៀងប្រៃដែរអញ្ចឹងបងអូនថែមតែស្ករខ្ញុំដាក់ស្ករមួយស្លាបព្រាបាយដែលខ្ញុំកូរហ្នឹងណាមួយស្លាបព្រានឹងពេញហើយគ្រឿងអីផ្សេងទៀតគឺខ្ញុំអត់ដាក់ឯងតែប៉ុណ្្នឹងគឺល្មមហ្មងអានេះគឺបន្ទាប់ពីខ្ញុំកិនហើយវាមានរូបរាងបែបហ្នឹងបន្ទាប់មកយើងយកវាទៅដាក់ចំហុយទៅបងអូនខ្ញុំចំហុយវា25នាទីចំហុយតែប្រហុកហ្នឹងណាចំនួន25នាទីបន្ទាប់ពី25នាទីក្រោយដល់ប្រហុករបស់យើងឆ្អិនហើយយើងបើកកំហប់ឡើងមកខ្ញុំចាក់ជាមួយនឹងអាពងទាក្រហមដែលខ្ញុំគោះវាទុកមុនហ្នឹងណាមុនពេលយើងចាក់ហ្នឹងយើងឆ្កឹះមើលសិនណាថាប្រហុករបស់យើងឆ្អិននៅពេលដែលយើងយកអីយកទៅចុចវាអញ្ចឹងហើយវាអត់មានចេញទឹកមកមានន័យថាវាឆ្អិនហើយអញ្ចឹងយើងអំបែកពងក្រហមរបស់យើងហ្នឹងសូបវាពីលើជាមួយនឹងប្រហុកដែលយើងបានចំហុយហ្នឹងទៅដើម្បីឲ្យពណ៌វាស្អាតហើយនៅពេលដែលយើងញ៉ាំទៅវាមានជាតិពងទាក្រាស់វាឈ្ងុយអញ្ចឹងវាអត់សូវប្រហុកក្រាស់ពេកតែបើបងអូនចូលចិត្តរៀងប្រហុកក្រាស់អីបងអូនអាចថែមប្រហុកអីរៀងច្រើនទៅតែខ្ញុំបានតែប៉ុណ្្នឹងឯងប្រហុកច្រើនពេកក៏ស្កាតដែរចាយើងចាក់ពងក្រហមរបស់យើងលាបចុះលាបឡើងឲ្យសព្វអញ្ចឹងទៅបន្ទាប់មកយើងចំហុយវាថែម5នាទីទៀតដើម្បីឲ្យពងស្ទក់ខាងលើនឹងវាឆ្អិនណាតែប៉ុណ្្នឹងទៅគឺជាការស្រេចហើយបងអូនប្រហុកច្រាមចំហុយនេះធ្វើអត់យូរទេបងអូនបើសិនជាបងអូនអត់មានម៉ាស៊ីនកិនទេអាចនឹងរៀងយូរព្រោះដោយសារតែយើងត្រូវការច្រាមប្រហុកជាមួយនឹងសាច់ជ្រូកឲ្យវាចូលគ្នាតែខ្ញុំមានម៉ាស៊ីនកិនអញ្ចឹងបើយើងមានម៉ាស៊ីនកិនយើងដាក់វាចូលម៉ាស៊ីនទៅតែ everything inside តបមក control ទៅគឺមួយផ្លែតគឺហើយឯងអាចយកមកដាក់ចំហុយបានហើយក្នុងដងពេលយើងកំពុងចំហុយហ្នឹងយើងអាចទៅរៀបចំបន្លែដាក់ដាំបាយដាំអីចឹងទៅវាអាចសំចៃពេលវេលាបានច្រើនចានេះរូបរាងប្រហុកចំហុយសាច់ជ្រូកជ្រាមមួយពងទារបស់ខ្ញុំណាពេលដែលយើងចំហុយឆ្អិនហើយសភាពវាគឺបែបនេះឡើងតំណងញ៉ាំមកហើយរសជាតិឆ្ងាញ់មកអត់មានថែមគ្រឿងអីផ្សេងទៀតទេតែប្រហុកមួយស្លាបព្រាជាមួយសាច់ជ្រូកមួយខាំកន្លះហើយស្ករសមួយស្លាបព្រាតែប៉ុណ្្នឹងឯងពងទាចំនួន3គ្រាប់ហើយសភាពនៅពេលដែលឆ្អិនហើយគឺបែបនេះសម្រាប់បន្លែបងអូនចង់ញ៉ាំបន្លែអីចូលចិត្តបន្លែដាក់បន្លែហ្នឹងតាមចំណង់ចំណូលចិត្តខ្ញុំគឺបែបនេះចូលចិត្តតែចឹងឯងចឹងបងអូនអាចសាកធ្វើញ៉ាំបានណាងាយស្រួលអស់លុយតិចទេហើយញ៉ាំបានច្រើនគ្នាទៀតអរគុណច្រើនបងអូនទាំងអស់គ្នាជួបគ្នាជាមួយនឹង content ផ្សេងៗទៀតណាបាយបាយ